យើងដឹងថា big data មកពីណាអត់គឺមកពីការគិតធំ big data គឺ come from big thinking អញ្ចឹងអា data ទាំងអស់ហ្នឹងវានៅក្នុង nature ស្រាប់ហើយ គឺទៅលើ data យើងមាន data acquisition ដែលជា data ដែលយើង collect ចេញពីប្រព័ន្ធ power grid system មកហើយយើងប្រើប្រាស់ data នេះឲ្យទៅជា data modeling ដើម្បីបង្កើតជា simulation system នៅក្នុងប្រព័ន្ធ power grid system គឺយើងត្រូវការ modeling នឹងទៅធ្វើជា digital twin ដើម្បី analyze ទៅលើបញ្ហាផ្សេងៗរបស់ប្រព័ន្ធ power grid ថាមើលទៅថាតើវាមានបញ្ហានៅកន្លែងណាអញ្ចឹងវាអត់ខុសគ្នាទេការងាររបស់ពួកយើងឆ្លងកាត់ពី data acquisition ទៅជា data modeling អាហ្នឹងយើងទៅមួយ step ទៀតគឺចូលដល់ data application data application នោះគឺជា solution ពិតរបស់ IoT devices ដែលខ្ញុំលើកឡើងពី eco sustainability system into data driven អញ្ចឹងការងារទាំងអស់នោះវាត្រូវ link គ្នាពីមួយដំណាក់កាលទៅមួយដំណាក់កាលអញ្ចឹងដូចដែលឃើញ system របស់ VP Start អញ្ចឹងគឺអានេះគឺចេញមកពី innovative idea របស់យើងគឺយើងអត់ច្រឡងអត់ reinventing technology ពីក្រុមហ៊ុនណាទេដូច្នេះហើយវា transparent ទាំងអស់អញ្ចឹងចេញពី eco sustainability system ទៅជា data driven អញ្ចឹង data driven គឺជាផ្នែកមួយសំខាន់របស់យើងដែលគេហៅថា sustainable future នោះគឺត្រូវការ data ដោយតើតើមួយ eco sustainability system ដែលយើងព្យាយាមរុញច្រាន eco solution យើងទៅ international តែយើងដឹងថាវាជា innovative solution ជា new ground breaking technology ដែលយើងធ្វើឡើងដើម្បី reduce ទៅលើ operation ទៅលើការងារផ្សេងៗពិតប្រាកដឬអត់បើសិនជាគណនាទៅឃើញថា cost efficiency បន្ទាប់ពីការប្រើប្រាស់ហ្នឹងវាមានប្រយោជន៍ច្រើនដូច្នេះខ្ញុំគិតថា investment គាត់នឹងសិក្សាលទ្ធភាពដើម្បី manage និងគ្រប់គ្រង system ថ្មីនេះដើម្បីឲ្យចូលទៅកាន់ utility ក៏ដូចជា power grid system ហើយពីព្រោះវាជាប្រយោជន៍សម្រាប់ប្រទេសមួយឧទាហរណ៍ថាបើចំណាយ$1000លានដើម្បី upgrade ទៅលើ conventional power grid system តែបើយើងប្រើប្រាស់ eco solution អស់តែត្រឹម$2-3លានតែយើងអាចគួរយកមកពិចារណាអត់លើ case ហ្នឹងព្រោះវាជា revolution ថ្មីអញ្ចឹង engineer ទាំងអស់គាត់សិក្សាគឺគាត់ចង់បានមកដល់ revolution មិនមែន10-20ឆ្នាំមុនមាន data science data engineer ណាទៅបង្កើតប្រមាណឆ្នាំចុងក្រោយនេះដោយលោកគ្រូទៅសិក្សាអញ្ចឹងខ្ញុំគិតថាការរៀនសូត្រថ្មី research ថ្មី curriculum ថ្មី technology ថ្មីពិតជាជួយប៉ុន្តែយ៉ាងហោចណាស់ក៏យើងត្រូវតែដឹងថាការដែលសំខាន់ជាងគេដែលធ្វើឲ្យមានការទទួលស្គាល់ទូលំទូលាយនោះគឺ innovative idea ពិតជាមានសារៈសំខាន់គេគិតថា VP Start ប្រហែលជាយក product ពីនេះយកមកច្បាច់ចូលគ្នាដោះដូរ branding លក់អញ្ចឹងខ្ញុំសូមបញ្ជាក់ថាបើសិនជា VP Start customize solution យកមកដោះដូរ branding លក់ប្រហែលជាយើងអត់មានវត្តមាននៅក្នុង utility រយៈពេល10ឆ្នាំដោយគ្មាន competitor ទេបើសិនជា innovative ដែលចេញពី idea របស់យើងគឺអត់មានអ្នកច្រឡំបានទេប្រផុសគំនិតឲ្យបងប្អូនគិតទៅដល់ innovation ឲ្យបានច្រើន innovation គឺចំណេញទៅដល់ពួកយើងទៅដល់ប្រទេសយើង innovation មានសមត្ថភាព build branding តែ technology បានត្រឹមតែ community ទេធ្វើតែតំណែងលក់ឲ្យគេទេ